លោកតាវ័យចំណាស់ម្នាក់នេះគាត់បានឈរសម្លឹងមើលទៅតុគុយទាវមួយកន្លែងហើយសម្លៀកបំពាក់របស់គាត់មើលទៅសាមញ្ញខ្លាំងណាស់មុខមាត់របស់គាត់ពេលនេះមើលទៅហាក់ដូចជាហេវហត់យ៉ាងខ្លាំងពេលអញ្ចឹងតកែបន្ទាប់ពីបានឃើញទឹកមុខគាត់ព្រមទាំងសម្លៀកបំពាក់របស់គាត់ហើយលោកតកែនេះគាត់ឈរសម្លឹងជាយូរហើយគាត់ក៏មិនដាច់ចិត្តដែរក៏ស្រាប់តែហៅលោកតាថាលោកតានេះជាគុយទាវមួយចានខ្ញុំជូនលោកតាពិសាដោយមិនគិតថ្លៃទេព្រោះហាងរបស់ខ្ញុំមានទម្លាប់មួយឲ្យតែជាអតិថិជនទី50គឺពិសាដោយមិនគិតថ្លៃទេណាលោកតាគាត់ក៏ទទួលយកគុយទាវនេះដោយក្តីរំភើបរីករាយត្រេកអរខ្លាំងមែនទែនព្រោះអីគាត់ហត់នឿយខ្លាំងហើយអញ្ចឹងគាត់ក៏អរគុណលោកតកែអរគុណមែនទែនការដែលជួយមនុស្សចាស់ហើយចំពេលដែលគាត់កំពុងតែឃ្លានហើយយើងឲ្យចំណីអាហារទៅគាត់ហូបពិតជាបានបុណ្យខ្លាំងណាស់ចឹងបន្ទាប់ពីនោះមកស្រាប់តែហាងរបស់លោកតកែមមាញឹកខ្លាំងតែម្ដងអ្នកនេះក៏កំងអ្នកនោះក៏កំងអញ្ចឹងលោកតកែគឺគាត់ញាប់ដៃញាប់ជើងខ្លាំងណាលោកតាគាត់ក៏បានពិសាស្រស់ស្រូបយ៉ាងឈ្ងុយឆ្ងាញ់ពិសាហើយងាកទៅលោកតកែហើយនឹងអ្នកបម្រើវិញគាត់ក៏មិនបានចាប់អារម្មណ៍នឹងវត្តមានលោកតាតទៅទៀតដែរព្រោះអីដោយសារតែគាត់នឹងតែជូនគុយទាវទៅលោកតាមួយចានភ្លាមស្រាប់តែអតិថិជនចាប់ផ្ដើមកំងពីគាត់នោះច្រើនដល់ថ្នាក់គាត់ពិតជារវល់ខ្លាំងណាដល់ស្រាប់តែអ្នកបម្រើគាត់រៀបចំមកសម្អាតតុស្រាប់តែឃើញថាលោកតកែតុខ្ញុំមិនទាន់បានជូតសម្អាតផងហេតុអីក៏បាត់ចានបាត់អីអស់លីងអញ្ចឹងលោកតកែខ្ញុំអត់ទាន់បានជូតអត់ទាន់បានសម្អាតអីទេគាត់ពិតជាងឿងឆ្ងល់ខ្លាំងឯងទុកតាងឿងឆ្ងល់មួយដុំសិនទៅឥឡូវនេះឆាប់មកជួយរៀបចំចានព្រោះអីមានការកំងកើនឡើងទៀតហើយស្រាប់តែទាំងតកែនិងកូនចៅនោះក៏គិតថាតោះឥឡូវនាំគ្នាលក់សិនទៅចាំពេលលក់រួចរាល់ចាំគិតទៀតដល់ពេលកលេចទៅលោកតាបាត់លោកតាហើយចាននៅទីនេះអូកលេចទៅក៏ឃើញលោកតានៅអង្គុយក្បែរហាងរបស់គាត់សោះអត់បានទៅណាទេគឺលោកតានៅតែឈរមើលលោកតកែពីចម្ងាយដដែលហ្នឹងហើយទាំងអ្នកបម្រើទាំងកូនចៅនោះក៏ចាប់ផ្ដើមឆ្ងល់ថាហេតុអីក៏លោកតានៅតែអង្គុយនៅក្បែរហាងយើងដដែលហើយមិនទៅណាហើយលោកតាឃើញតែអង្គុយរាប់ដៃរាប់ជើងរហូតអញ្ចឹងលោកតកែនិងកូនចៅក៏មានការងឿងឆ្ងល់ជាខ្លាំងប៉ុន្តែលោកតកែក៏គាត់បានស្រែកហៅអ្នកបម្រើថាមកជួយរៀបចំគ្នាទៅព្រោះអីមានអ្នកកំងអីវ៉ាន់ច្រើនណាស់ហើយឯងយកតែប្រអប់តេមកគាត់ក៏រៀបចំធ្វើមកហូបតាមការកំងរបស់គេលោកតកែឥឡូវនេះយើងលក់បាន49ប្រអប់ហើយអញ្ចឹងមួយចាននេះជាចានទី50ហើយអូខ្ញុំដឹងហើយលោកតកែក៏ពិតណាលោកតាគាត់អង្គុយរាប់ចានបើដល់ទីចានទី50នោះគាត់នឹងទទួលបានអាហារមួយពេល free ទៀតហើយអញ្ចឹងខ្ញុំយល់ហើយលោកតកែងាកទៅក៏ញញឹមដាក់លោកតាដោយក្តីរីករាយមិនមែនថាគាត់ឲ្យ free នេះដោយមិនពេញចិត្តទេណាគឺគាត់ពិតជាពេញចិត្តហើយរីករាយខ្លាំងមែនតើប៉ុន្តែលោកតាមិនហូបអាហាររបស់គាត់ free ទេគឺពេលដែលលោកតាស្រស់ស្រូបអាហារមួយចានរួចគឺគាត់តែងតែជួយយកមកហូបអាហារឬក៏ចានដែលអ្នកកំងនៅទីនេះហូបហើយប្រមូលដាក់ថង់សម្រាមជួយរៀបចំតុជួយជូតសម្អាតតុដោយមិនឲ្យលោកតកែនិងអ្នកបម្រើបានដឹងនោះទេប៉ុន្តែចៃដន្យអីពេលដែលគាត់កំពុងតែរៀបនោះអ្នកបម្រើគាត់ក៏បានមកដល់ហើយគាត់ក៏បានដឹងថាអូការពិតជាលោកតាទេដែលតែងតែជួយរៀបតុជូតតុឲ្យខ្ញុំមិនបានដឹងសោះដោយសារតែខ្ញុំអត់បានកលេចមកមើលលោកតាមិនបាច់ធ្វើក៏បានដែរមិនអីទេគឺពួកខ្ញុំជូនលោកតាហូបដោយសប្បាយចិត្តមិនបានចង់ឲ្យលោកតាតបស្នងនឹងការជួយជូតតុជូតចានប្រមូលចាននេះទេលោកតាណាតែលោកតាមានតែអញ្ចឹងអីគាត់បានញ៉ាំរបស់គេហើយគាត់ត្រូវតែតបស្នងសងគុណដល់គេវិញអញ្ចឹងបានថានៅពេលដែលយើងបានជួយដល់គេអំពើល្អនោះតែងតែរត់មករកយើងវិញអំពើល្អវានឹងរីកដុះដាលដែលចាប់ឡើងពីយើងទាំងអស់គ្នាហើយវាក៏ជាផ្កាដ៏ស្រស់ស្អាតបំផុតហើយលោកតាគាត់ក៏បានផ្ដែផ្ដាំមុននឹងគាត់ចាក់ចេញទៅគាត់នឹងថាខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីតបស្នងនៅអំពើល្អដែលអ្នកធ្វើមកលើខ្ញុំជូនពរអ្នកឲ្យលក់កាន់តែដាច់ជារៀងរាល់ថ្ងៃអរគុណនៅអំពើល្អរបស់